Skill សំខាន់ដែលអ្នកត្រូវចេះដើម្បីក្លាយជា web developer ការក្លាយជា web developer ទាមទារឲ្យអ្នកទាំងអស់គ្នាមានភាពស្ទាត់ជំនាញលើជំនាញបច្ចេកទេសផ្សេងៗគ្នាជាច្រើនទាំងនេះគឺជា skill សំខាន់ដែលអ្នកត្រូវចេះដើម្បីក្លាយជា web developer ទី1 coding អ្នកត្រូវដឹងពីរបៀបប្រើប្រាស់ភាសាកូដដូចជា HTML CSS និង JavaScript ជាដើមដើម្បីធ្វើការបង្កើតជាគេហទំព័រដោយភាសានីមួយៗមានតួនាទីសំខាន់ផ្សេងៗគ្នាក្នុងការបង្កើតគេហទំព័រទី2 version control សំដៅដល់សមត្ថភាពក្នុងការតាមដាននិងគ្រប់គ្រងការផ្លាស់ប្ដូរដែលត្រូវបានធ្វើឡើងចំពោះកូដហើយនេះជាអ្វីដែល web developer គ្រប់រូបត្រូវតែអាចធ្វើបានទី3 libraries and framework ដើម្បីក្លាយជា web developer អ្នកទាំងអស់គ្នាត្រូវសិក្សាពីរបៀបប្រើប្រាស់ libraries and framework ដែលត្រឹមត្រូវនិងសមស្របជាមួយការងារឬគម្រោងរបស់អ្នកទី4 testing and debugging ជំនាញមួយទៀតដែល web developer ត្រូវតែមានគឺសមត្ថភាពក្នុងការផ្ទៀងផ្ទាត់លេខកូដផ្ទៀងផ្ទាត់ថាវាគ្មានកំហុសនិងចេះកែតម្រូវកំហុសដែលពួកគេអាចរកឃើញទី5 user experience ជំនាញមួយទៀតដែលចាំបាច់គឺសមត្ថភាពក្នុងការយល់ពីរបៀបដែលអតិថិជននិងអ្នកប្រើប្រាស់នឹងធ្វើអន្តរកម្មជាមួយគេហទំព័រដំណើរការទាំងមូលនៃការអភិវឌ្ឍគេហទំព័រនឹងមិនមានន័យទេប្រសិនបើគេហទំព័រមិនអាចបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ដោយហេតុថាពួកគេគឺជាហេតុផលដែលគេហទំព័រត្រូវបានបង្កើតឡើងតាំងពីដំបូងដូច្នេះជំនាញសំខាន់ទាំងអស់នេះនឹងជួយឲ្យអ្នកទាំងអស់គ្នាអាចក្លាយជា web developer ដែលមានជំនាញនិងសមត្ថភាពពេញលេញដែលអាចរចនាបង្កើតសាកល្បងនិងកែលម្អគេហទំព័រដើម្បីបង្កើតបទពិសោធន៍ល្អសម្រាប់អ្នកប្រើប្រាស់